នៅឆ្នាំ236នៃគ្រិស្តសករាជស៊ឺម៉ាអ៊ីដែលជាឥស្សរជនលេចធ្លោក្នុងសម័យនគរទាំង3សប្បាយចិត្តជាខ្លាំងពេលឮថាចៅប្រុសរបស់ខ្លួនបានចាប់កំណើតហើយបានដាក់ឈ្មោះឲ្យគេថាស៊ឺម៉ាយៀនបន្ទាប់ពីគាត់កើតមកគាត់តែងតែដើរតាមជីតារបស់គាត់ស៊ឺម៉ាអ៊ីអ៊ំរបស់គាត់ស៊ឺម៉ាស៊ឺនិងឪពុករបស់គាត់ស៊ឺម៉ាចៅដោយសារតែសាច់ញាតិទាំងអស់សុទ្ធតែជាអ្នកគ្រប់គ្រងរាជការនិងនគរឆៅអ៊ួយបើនិយាយយ៉ាងទៀតពួកគេកាន់អំណាចដាច់មុខលើនគរនេះដូច្នេះជាមិនរួចទេដែលស៊ឺម៉ាយៀនអាចប្រមូលផ្ដុំនៅទេពកោសល្យនិងបទពិសោធន៍ផ្នែកនយោបាយមួយចំនួនស៊ឺម៉ាអ៊ីមានចិត្តទូលាយខាងក្រៅប៉ុន្តែគួរឲ្យសង្ស័យខាងក្នុងហើយគាត់ក៏រឹងរូសផងដែរគាត់ត្រូវបានឆាវវាតម្លៃថាជាមនុស្សមានមហិច្ឆតាមានរូបរាងដូចជាចោនៅឆ្នាំ255នៃគ្រិស្តសករាជស៊ឺម៉ាស៊ឺដែលជាមន្ត្រីដ៏មានឥទ្ធិពលរបស់នគរឆៅអ៊ួយបានទទួលមរណភាពដោយសារជំងឺប្អូនប្រុសរបស់គាត់ស៊ឺម៉ាចៅបានទទួលបន្តតំណែងពីស៊ឺម៉ាស៊ឺហើយក៏បានកាន់អំណាចដាច់មុខលើនគរឆៅអ៊ួយស៊ឺម៉ាចៅមានកូនប្រុស2នាក់ក្រៅពីកូនប្រុសច្បងស៊ឺម៉ាយៀនដែលបានរៀបរាប់ខាងលើគាត់នៅមានកូនប្រុសម្នាក់ទៀតដែលស៊ឺម៉ាចៅស្រឡាញ់ខ្លាំងនោះគឺស៊ឺម៉ាយៅដែលជាក្មេងប្រុសមានប្រាជ្ញាឆ្លៀសវៃតែបើយោងតាមប្រព័ន្ធបុព្វកាលនៃរាជវង្សចិនបុរាណកូនប្រុសច្បងស៊ឺម៉ាយៀននឹងត្រូវឡើងកាន់តំណែងជំនួសឪពុកទោះជាយ៉ាងណាក៏ដោយស៊ឺម៉ាចៅចង់តែងតាំងស៊ឺម៉ាយៅក្លាយជារាជទាក្រោយពីបានឮដំណឹងនេះមន្ត្រីជាច្រើនមិនពេញចិត្តនឹងការសម្រេចចិត្តនេះជាខ្លាំងហើយបានស្នើឲ្យស៊ឺម៉ាចៅបដូរគំនិតសរុបមកវាជាការប្រឆាំងនឹងប្រព័ន្ធដូនតាក្នុងការទម្លាក់កូនបងហើយដាក់កូនពៅឲ្យស្នងតំណែងជំនួសហើយការធ្វើបែបនេះតែងតែធ្វើឲ្យនគរច្របូកច្របល់ដោយមើលឃើញប្រតិកម្មខ្លាំងពីមន្ត្រីស៊ឺម៉ាចៅគ្មានជំរឿអ្វីក្រៅពីចោះចាញ់នៅខែសីហាឆ្នាំ265នៃគ្រិស្តសករាជស៊ឺម៉ាចៅបានស្លាប់ដោយសារជំងឺហើយកូនប្រុសច្បងរបស់គាត់ស៊ឺម៉ាយៀនបានឡើងសោយរាជ្យបន្តនៅខែធ្នូឆ្នាំនោះស៊ឺម៉ាយៀនបានបង្ខំអធិរាជឆៅហួនដែលជាអធិរាជនគរអ៊ួយឲ្យដាក់រាជ្យដោយដែលឆៅភីធ្លាប់ធ្វើដោយបង្ខំអធិរាជសៀននៃនគរហានឲ្យដាក់រាជ្យដូចគ្នាក្រោយមកស៊ឺម៉ាយៀនបានប្រកាសខ្លួនជាអធិរាជហើយត្រូវបានគេស្គាល់ក្នុងប្រវត្តិសាស្ត្រថាអធិរាជអ៊ូជីនគាត់បានដូរឈ្មោះប្រទេសទៅជានគរជីនដែលត្រូវបានគេស្គាល់ក្នុងប្រវត្តិសាស្ត្រថារាជវង្សជីនខាងលិចហើយមានរាជធានីនៅលក់យ៉ាងស៊ឺម៉ាយៀនដែលបានក្លាយជាអធិរាជទ្រង់មិនត្រូវបានអំណាចខ្ពង់ខ្ពស់អូសទាញបាននោះទេព្រោះទ្រង់ដឹងច្បាស់ថាការបណ្ដោយខ្លួនឲ្យឆ្លុះនឹងអំណាចស្មើនឹងការបំផ្លាញខ្លួនឯងរាជវង្សជីនខាងលិចដែលជាចក្រភពទើបនឹងកើតថ្មីពីការដណ្ដើមអំណាចមានបញ្ហារាប់មិនអស់ដែលត្រូវដោះស្រាយគឺជាបញ្ហាផ្ទៃក្នុងនិងបញ្ហាខាងក្រៅដែលកើតឡើងគ្រប់ទីកន្លែងតាមទស្សនៈរបស់រាជការស៊ឺម៉ាយៀនទើបតែបង្កើតនគរថ្មីនិងក្លាយជាអធិរាជគួរតែទ្រង់ត្រេកអរជាខ្លាំងហើយអភិជននៃរាជវង្សជីននិងកងទ័ពគួរតែមានសេចក្តីសោមនស្សរីករាយទោះយ៉ាងណាក៏ដោយមនុស្សមួយចំនួនក៏មិនសប្បាយចិត្តផងដែរហើយក្រុមមនុស្សទាំងនោះតែងតែបង្កចលាចលគ្មានអធិរាជណាម្នាក់ក្នុងប្រវត្តិសាស្ត្រដែលមានដៃស្អាតស្អំមិនប្រឡាក់ឈាមនោះទេអធិរាជទី1នៃចក្រភពឈីងស៊ីហួងបានវាយលុកពាសពេញនគរទាំង6ទ័ពសេះម៉ុងហ្គោក្រោមការដឹកនាំរបស់ចិនហ៊ីស្ខានវិទីពិភពលោកហើយអធិរាជជួយៀនចាងរាជវង្សមេងបានប្រយុទ្ធបង្ហូរឈាមជាមួយព្រះអង្គម្ចាស់ជាច្រើនពួកគេបានដើរលើគំនរសាកសពរាប់មិនអស់ហើយដៃពួកគេប្រឡាក់ដោយឈាមគ្មានទីបញ្ចប់មុនពេលពួកគេឡើងគ្រងរាជ្យជាកំពូលអធិរាជស៊ឺម៉ាយៀនក៏ដូចគ្នាដែររាជវង្សជីនដែលគាត់បានបង្កើតឡើងត្រូវបានកសាងឡើងដោយការសម្លាប់យ៉ាងឃោរឃៅនៃរាជវង្សគ្រួសារអ៊ួយនិយាយឲ្យចំទៅប្រជារាស្ត្របានគិតថាស៊ឺម៉ាយៀនគ្រាន់តែជាមនុស្សឥតអៀនខ្មាស់ដែលដណ្ដើមរាជបល្ល័ង្កហើយសម្លាប់មនុស្សជាច្រើនជាងនេះទៅទៀតមិនត្រឹមតែរាជវង្សជីនខាងលិចប៉ុណ្ណោះទេថែមទាំងមន្ត្រីនគរស៊ូហាននិងនគរអ៊ូជាច្រើនត្រូវបានសម្លាប់ស៊ឺម៉ាយៀនគិតថាពួកគេគឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់រាជវង្សជីនស្ថានភាពពេលបង្កើតរាជវង្សជីនខាងលិចប្រឈមមុខនឹងការលំបាកផ្សេង
ប៉ុន្តែស៊ឺម៉ាយានមិនដែលភ័យខ្លាចនោះទេស៊ឺម៉ាយានតែងតែសម្រេចចិត្តបានត្រឹមត្រូវធ្វើឲ្យផ្ទៃក្នុងមានសន្តិភាពមុននឹងប្រយុទ្ធប្រឆាំងនឹងសត្រូវបរទេសគាត់បានប្រព្រឹត្តចំពោះព្រះមហាក្សត្រទាំងពីររបស់នគរអ៊ុយនិងនគរស៊ូយ៉ាងល្អអធិរាជឆាវហួនត្រូវបានតែងតាំងជាព្រះអង្គម្ចាស់ឈិនលាវដោយរក្សាសីលធម៌របស់ព្រះចៅអធិរាជនិងមិនចាំបាច់ថ្វាយបង្គំស៊ឺម៉ាយានឡើយអធិរាជលាវសាននៃនគរស៊ូត្រូវបានដាក់ឈ្មោះថាសម្ដេចអានលើដោយមើលឃើញថាអធិរាជនគរជីងបានផ្ដល់កិត្តិយសដល់ចៅហ្វាយចាស់របស់ពួកគេប្រជារាស្ត្របានផ្លាស់ប្ដូរពីការតស៊ូប្រឆាំងនឹងរាជវង្សជីនហើយបានចុះចូលបន្តិចម្ដងលើសពីនេះស៊ឺម៉ាយានបានតស៊ូមតិក្នុងការសន្សំសំចៃកាត់បន្ថយការពិន័យនិងអភិវឌ្ឍសេដ្ឋកិច្ចហើយស្ថានភាពសង្គមនៃរាជវង្សជីនខាងលិចបានផ្លាស់ប្ដូរយ៉ាងឆាប់រហ័សវិធានការទាំងនេះបានធ្វើឲ្យរាជវង្សជីនអាចយកចិត្តប្រជារាស្ត្រយ៉ាងឆាប់រហ័សហើយកម្លាំងជាតិបានរីកចម្រើនក្នុងពេលជាមួយគ្នានោះរាជវង្សអ៊ូខាងកើតដែលជាការគំរាមកំហែងដ៏សំខាន់មួយគត់ចំពោះចក្រភពជីនគឺមិនអាចទ្រាំទ្របានទៀតឡើយសុនហៅដែលជាស្ដេចនគរអ៊ូគឺជាឆ្កែឈើចកជាមនុស្សខូខើច្រណែនតណ្ហានិងកេងប្រវ័ញ្ចប្រជារាស្ត្រឧក្រិដ្ឋកម្មបែបនេះមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រឡើយនៅក្រោមការគ្រប់គ្រងរបស់សុនហៅប្រជារាស្ត្រនគរអ៊ូរងទុក្ខយ៉ាងវេទនាអាចនិយាយបានថាបន្លែមិនអាចដាំដុះហើយមនុស្សកាន់តែក្រីក្រនិងស្លាប់តាមផ្លូវមិនមានស្ថិរភាពនៅក្នុងទឹកដីដូចជំនាន់មុនឡើយមានសង្គ្រាមពាសពេញផ្ទៃប្រទេសហើយប្រជារាស្ត្រពោពេញដោយការមិនសប្បាយចិត្តចំណែកឯក្នុងវាំងមានសភាពវឹកវរមានការសម្លាប់នៅនិរទេសអ្នកបម្រើក្នុងវាំងដែលមិនគប់ហរតីស្ដេចទ្រង់ក៏បានបោះស្បែកមុខមនុស្សចេញហើយខ្វេះយកគ្រាប់ភ្នែកផងដែរអ្នកអែបអបត្រូវលើកដង្កើងអ្នកស្មោះត្រង់ដែលនិយាយពីបញ្ហាជាតិត្រូវបានសម្លាប់ជាលទ្ធផលថ្នាក់លើនិងថ្នាក់ក្រោមត្រូវបានផ្ដាច់ខ្លួនហើយគ្មានអ្នកណាខំប្រឹងប្រែងដើម្បីសុនហៅទៀតទេប្រឈមមុខនឹងស្ថានភាពបែបនេះការបង្រួបបង្រួមទឹកដីនៃរាជវង្សជីនខាងលិចបានក្លាយជានិន្នាការដែលមិនអាចជៀសរួចស៊ឺម៉ាយានដឹងយ៉ាងច្បាស់ថាទោះបីរាជវង្សអ៊ូខាងកើតពុករលួយក៏ដោយកម្លាំងរបស់ជាតិរបស់គេនៅតែខ្លាំងស៊ឺម៉ាយាននៅតែប្រកាន់យកវិធីសាស្ត្រប្រុងប្រយ័ត្នបំផុតជាការឆ្លើយតបនឹងផែនការបំផ្លាញរាជវង្សអ៊ូភាគខាងកើតស៊ឺម៉ាយានបានបញ្ជូនមេទ័ពទៅឈរជើងនៅតាមព្រំដែនរបស់នគរអ៊ូនិងនគរជីនដើម្បីឲ្យពួកគេផ្គាប់ចិត្តប្រជារាស្ត្រនគរអ៊ូស៊ឺម៉ាយានបានអនុញ្ញាតឲ្យទាហាននិងជនស៊ីវិលដែលចុះចាញ់ដោយមិនបង្ខំឡើយឲ្យទាហាននិងរាស្ត្រនគរអ៊ូសម្រាប់ជោគវាសនាដោយខ្លួនឯងយុទ្ធសាស្ត្រនេះបានយកឈ្នះចិត្តនិងគំនិតរបស់ប្រជារាស្ត្រនគរអ៊ូបន្តិចម្ដងធ្វើឲ្យរាជវង្សជីនត្រូវបានទទួលស្គាល់ពីប្រជារាស្ត្រនគរអ៊ូតាមពិតទៅនគរអ៊ូខាងកើតក៏អនុវត្តគោលនយោបាយនេះផងដែរប៉ុន្តែជាអកុសលការធ្វើអំពើល្អមិនអាចធ្វើតែមួយថ្ងៃដឹងឮដល់គេគ្រប់គ្នានោះទេហើយម្យ៉ាងទៀតរាជវង្សអ៊ូខាងកើតបានពុករលួយដល់ស្នូលទៅហើយក្រៅពីការធ្វើបាបប្រជារាស្ត្រសុនហៅដែលជាអ្នកគ្រប់គ្រងនគរនេះចេះតែភ្លើតភ្លើនសប្បាយប៉ុណ្ណោះមនុស្សកាន់តែច្រើនឡើងនៅភាគខាងកើតនគរអ៊ូបានក្រោកឡើងបះបោរគ្រប់ទីកន្លែងនៅក្នុងរដូវរងាឆ្នាំ279នៃគ្រិស្តសករាជបន្ទាប់ពីការរៀបចំខ្លួនជាច្រើនសតវត្សមកស៊ឺម៉ាយានទីបំផុតបានចេញបញ្ជាវាលុកនគរអ៊ូកងទ័ពទាំង6ផ្លូវរបស់រាជវង្សជីនខាងលិចដែលមានចំនួនជាង200,000នាក់បានឆ្ពោះទៅទីក្រុងនគរអ៊ូខាងកើតមានលក្ខណៈខ្លាំងក្លាហើយបានវាយលុកចូលទីក្រុងជៀនយេដែលជារាជធានីរបស់នគរអ៊ូកលេចទៅមើលនិន្នាការទូទៅនៃពិភពលោកអ្វីដែលបានបង្រួបបង្រួមគ្នាជាយូរណាស់មកហើយទីបំផុតនឹងបែកបាក់គ្នាហើយអ្វីដែលបែកបាក់គ្នាជាយូរមកហើយទីបំផុតនឹងរួបរวมគ្នានគរអ៊ូដែលជាអាណាចក្រជាងណានដ៏រុងរឿងបានឈានមកដល់ទីបញ្ចប់ហើយវាក៏ជាការបញ្ចប់ភាពចលាចលនិងចំនួនរយៈពេល96ឆ្នាំចាប់តាំងពីការបះបោរពួកកន្សែងលឿងនៃរាជវង្សហានខាងកើតចាប់ពីពេលនោះមកដីប្រទេសចិនបានសម្រេចបានការបង្រួបរวมថ្មីមួយហើយប្រវត្តិសាស្ត្រចិនបានបើកទំព័រថ្មីមួយបន្ទាប់ពីការបង្រួបបង្រួមណូកូ
បញ្ហាផ្ទៃក្នុងនិងខាងក្រៅត្រូវបានលុបបំបាត់ស៊ឺម៉ាយានចាប់ផ្ដើមអភិវឌ្ឍសេដ្ឋកិច្ចគ្រាន់តែ3ឆ្នាំបន្ទាប់ពីការសម្ជ័យនគរអូចំនួនប្រជារាស្ត្រនៃរាជវង្សជីនខាងលិចបានកើនឡើងរហូតដល់ 1.3 លានគ្រួសារ